សូមប្រដេកប្រគុណនិមន្តចាក់ចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានទេវាជាសត្យានុម័តដែលយើងត្រូវតែនៅជិតគ្នាអញ្ចឹងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាថ្ងៃនេះ I'm talking to the Thai people